មើលការអនុវត្តច្បាប់ Newton មួយទៀតទៅគឺតាក់ទងទៅនឹងពពួកចលនាអង្វរដែរប៉ុន្តែក្នុងប្លង់ឈរម្ដងអ្នកគ្នាពីមុនយើងរៀនហើយលំហាត់មុនដូចជានៅកន្លែងណាទេអ្នកគ្នាបាទអានេះគឺពួកអង្វរក្នុងប្លង់ដេកអ្នកគ្នាដូចយើងពវល់លើក្តារមួយអញ្ចឹងណាបាទប៉ុន្តែអានេះគឺយើងពវល់ក្នុងប្លង់ឈរអ្នកគ្នាដឹងហើយពវល់ប្រឈរម្ដងលមុនយើងពវល់ប្រដេកថាអញ្ចឹងយើងពវល់ដេកក្នុងចេះបើលើកហ្នឹងយើងពវល់ប្រឈរហ្មងដល់យើងមើលពីមុខទៅឃើញជាវងហ្មងបើនេះយើងមើលពីមុខទៅអត់ឃើញជាវងទេបាទពវល់ប្រដេកទៅវាឃើញតើមើលពីលើបានឃើញជាវងបាទអានេះយើងមើលពីមុខទៅវាឃើញជាវងចុះមកថាកន្លែងគឺពវល់ក្នុងប្លង់ឈរម្ដងគឺពវល់ធុងទឹកមួយដែលមានទឹក1/3នៃមាត្ររបស់វាអញ្ចឹងនេះក្នុងហ្នឹងទឹកវាគឺ1/3នៃអាប៉ោហ្នឹងអាធុងហ្នឹងប៉ុន្តែកន្លែងហ្នឹងគឺប្រាប់មកអត់ទាន់យកទៅបណ្ដាយទេបាទព្រោះមាន1/3ហ្នឹងបាទអត់មានទៅតាក់ទងមួយផានទេបាទក្នុងប្លង់ឈរនេះឃើញក្នុងពីថាប្លង់ឈរបាទប្លង់ឈរយើងពវល់ទៅយើងឃើញមើលពីមុខទៅឃើញជាវងបាទអានេះយើងមើលពីមុខដល់កន្លែងគេប្លង់ឬក៏ដល់គេ front view បាទដោយលបឿនថេបាទទី1គឺពាក្យមួយគឺលបឿនថេហើយបាទ v វាថេបាទគីឡូនៃធុងនោះមានកម្មវាកន្លះម៉ែត្រនេះពីដៃយើងទៅកន្លែងហ្នឹងគឺកន្លះម៉ែត្រគឺ 0.5 ម៉ែត្របាទគេសួរថាតើត្រូវធ្វើដើម្បីគេត្រូវធ្វើឲ្យធុងទឹកវាដោយលបឿនមុំនិងលបឿនប្រវែងតូចបំផុតស្មើប្រមាណដើម្បីទឹកកុំឲ្យធ្លាក់បានបាទអ្នកនេះដែលឃើញយើងពវល់ថាយើងចាក់ទឹកក្នុងធុងយើងពវល់ទៅដល់ពេលដែលយើងពវល់លឿនទៅដល់កន្លែងលបឿនណាមួយអាទឹកនឹងឡើងធ្លាក់អីបើមិនបើយើងពវល់យឺតទឹកនឹងមិនអាចធ្លាក់ពីធុងប៉ុន្តែបើយើងពវល់ដល់កន្លែងណាមួយលបឿនណាមួយដែលវាចាំបាច់ហើយគឺយើងកន្លែងហ្នឹងគឺវាឡើងទឹកឡើងធ្លាក់គេសួរតើលបឿនដែលចាំបាច់ហ្នឹងវាស្មើប្រមាណនៅពេលណាដែលកម្មគីឡូវាគឺស្មើនឹង 0.5 ម៉ែត្រហើយគេប្រាប់មកទៀតថាសន្ទុះទំនាញដីកន្លែងដែលយើងសិក្សាគឺស្មើនឹង 9.8 ម៉ែត្រក្នុងប្រទីការ៉េអញ្ចឹងព័ត៌មានប្រធានមានតែ3អ្នកគ្នាលបឿនថេបាទទី2កម្មរបស់គីឡូទី3គឺសន្ទុះទំនាញដីអញ្ចឹងយើងស្រង់ព័ត៌មានពីប្រធានទៅកម្មនៃគីឡូ n គឺស្មើនឹង 0.5 ម៉ែត្រពីកន្លែងហ្នឹងមកកន្លែងហ្នឹងបាទគឺអាកន្លែងខ្ពស់ជាងគេហ្នឹងគឺ 0.5 ម៉ែត្រហើយសួរថាហេតុអីបានយើងត្រូវសិក្សាកន្លែងខ្ពស់ជាងគេហ្នឹងបាទតែអាកន្លែងខ្ពស់ជាងគេហ្នឹងគឺជាកន្លែងដែលទឹកហ្នឹងវាអាចធ្លាក់ជាងគេបាទហ្នឹងហើយបើសិនបើយើងមើលនៅឧទាហរណ៍ថានេះទឹកនៅកន្លែងនេះអីវាអាចបាទមានធុងត្រអញ្ចឹងណាបាទអញ្ចឹងក៏វាអត់សូវជាបញ្ហាដែរបញ្ហាគឺកន្លែងនេះនៅលើហ្នឹងហ្មងគឺវាអត់មានអីត្រទេគឺទឹកអាចធ្លាក់មកតាមអំពើនៃទំនាញដីហ្មងបាទហ្នឹងហើយអញ្ចឹងខ្ញុំស្រ័យទៅជាហ៊ានទៅបាទទី1ខ្ញុំអត់ស្រាយតាមកម្លាំងចាក់ផ្ចិតដូចក្នុងក្រសួងទេព្រោះក្រសួងគាត់សភៅក្រសួងគាត់ស្រាយតាមកម្លាំងចាក់ផ្ចិតហើយអញ្ចឹងយើងមើលរបស់គាត់ទៅនេះខ្ញុំស្រាយតាមកម្លាំងចូលផ្ចិតឲ្យដឹងថាយើងអាចប្រើបានទាំងពីរអញ្ចឹងណាបាទអញ្ចឹងកម្លាំងចាក់ផ្ចិតគឺយើងមានហើយនៅកន្លែងសភៅក្រសួងបាទអញ្ចឹងខ្ញុំចែកជាជំហានគឺទី1តើកម្លាំងអ្វីខ្លះដែលមានអំពើទៅលើទឹកបាទអ្វីដែលយើងចង់សិក្សាហ្នឹងបាទនៅកន្លែងខ្ពស់ជាងគេហ្នឹងមាន2កម្លាំងដែលមានអំពើទៅលើវាបាទគឺធុងអញ្ចឹងហើយទឹកអញ្ចឹងចុះបាទទី1គឺទំនាញដីបាទវាស្ថិតនៅក្នុងដែនទំនាញដីគឺវារងទំនាញដីគឺទឹកហ្នឹងត្រូវបានទាញមកក្រោមចុះមកក្រោមទិសដៅវាទៅរកផ្ចិតអង្វរហ្នឹងតាមបាទដោយសារទំនាញដីមួយទៀតបដកម្មរបស់អាធុងហ្នឹងក៏វារុញមកក្រោមដែរនៅពេលណាដែលទឹកហ្នឹងវាទៅប៉ះមួយអាធុងហ្នឹងវារុញទឹកមកក្រោមវិញដែរបាទតាមច្បាប់ទី3របស់ Newton ណាបាទអញ្ចឹងកម្លាំងដែលមានអំពើលើអាទឹកហ្នឹងមានតែ2ទេទី1គឺទម្ងន់ហើយទី2គឺបដកម្មរបស់ទឹកបដកម្មរបស់ធុងមកលើទឹកវិញបាទតើយើងធ្វើមិនទៀតជំហានបន្ទាប់គឺយើងប្រើច្បាប់ទី2របស់ Newton គឺ sigma f គឺកម្លាំងសរុបដែលមានអំពើបូកបញ្ចូលគ្នាទៅលើអង្គធាតុហ្នឹងគឺស្មើនឹងម៉ាស់គុណជាមួយនឹងសន្ទុះរបស់អង្គធាតុហ្នឹងអញ្ចឹងដោយសារតែវាវិលក្នុងលបឿនថេហើយចលនាជាងវិលទៀតអញ្ចឹងសន្ទុះរបស់វាគឺជាសន្ទុះចូលផ្ចិតនេះគ្នាបាទស្មើនឹងសន្ទុះចូលផ្ចិតបាទសន្ទុះចូលផ្ចិតហ្នឹងមាន2គឺទី1អង្គត្រង់ស្ទេរបស់វាហ្នឹងគឺស្មើទៅនឹង a ហ្នឹងគឺស្មើនឹងតម្លៃខែរបស់វាហ្នឹងគឺស្មើនឹងអូមេហ្គាការ៉េគុណ1 a បាទទី2គឺទិសដៅរបស់វាគឺតម្រង់ទៅរកផ្ចិតវិលចំណុចបាទទិសដៅវាចូលមកនេះកន្លែងនេះបាទចូលមកក្នុងបាទហ្នឹងហើយបាទឥឡូវយើងបានមើលពីខាងនេះហើយគឺដឹងថាវាជាសន្ទុះចូលផ្ចិតយើងដឹងពីអង្គត្រង់ស្ទេរបស់វាយើងដឹងពីទិសដៅទៀតប៉ុន្តែនេះនៅខាងនេះដបង2នេះតើយើងធ្វើមិនបាច់ហ្នឹងហើយអញ្ចឹង mg ជាមួយ n ហ្នឹងគឺវាទិសដៅវាមកជាមួយ100ផ្ចិតដែរបាទទិសដៅវា100ផ្ចិតនេះបាទទម្ងន់និងបដកម្មគឺសុទ្ធតែមានទិសដៅទៅ100ផ្ចិតដូចគ្នាបាទត្រង់ទៅខ្ពស់បំផុតបើយើងមិនបញ្ជាក់ថាត្រង់ទៅខ្ពស់បំផុតទេអាចបើសិនមកនៅកន្លែងនេះទំនាញដីទៅក្រោមបដកម្មមកលើវិញអញ្ចឹងណាបាទអញ្ចឹងបើថាត្រង់ទៅខ្ពស់បំផុតនេះកន្លងវងហ្នឹងទំនាញដីទាញមកក្រោមហើយបដកម្មរបស់ធុងមកលើទឹកក៏មកក្រោមដែរអញ្ចឹងខ្ញុំទៅសេទៅដោយសារតែខ្ញុំយកទិសដៅវិជ្ជមានចេញក្រៅផ្ចិតបាទខ្ញុំយកទិសដៅវិជ្ជមានរបស់ A ហ្នឹងទៅក្រៅផ្ចិតទៅនៅពេលដែលចូលក្នុងផ្ចិតវិញអញ្ចឹងគេដាក់សញ្ញាដកមកអញ្ចឹងខ្ញុំដោះ vector ចេញទៅជាដក mg ដក n ស្មើនឹងដក m អូមេហ្គាការ៉េហើយគុណជាមួយនឹងកម្មអំបិល a បាទអាហ្នឹងនេះដោយសារតែខ្ញុំកន្លែងហ្នឹងខ្ញុំមើលទៅនេះបើខ្ញុំយកទិសដៅវិជ្ជមាន a វិជ្ជមានទៅខាងក្រៅអញ្ចឹងអាណាដែលផ្ទុយនឹងទិសដៅឯកតាគឺខ្ញុំដាក់សញ្ញាដកមកគឺត្រូវគ្នាឃើញទេ mg មកក្នុងក៏ដក a មកក្នុងក៏ដកហើយអាទិសដៅចូលកម្លាំងចូលផ្ចិតហ្នឹងគឺវាចូលផ្ចិតស្រាប់ហើយអញ្ចឹងដាក់សញ្ញាដកពីមុខវាទៅអញ្ចឹងខ្ញុំលុបដល់ពេលហើយ
បន្ទាប់មកខ្ញុំអាចលុបសញ្ញាដកចោលបានគាត់យើងធ្វើកណ្ដិតទៀតនេះបាទខ្ញុំលុបសញ្ញាដកចោលទាំងអស់ទៅវាទៅជា mg បូកជាមួយនឹង n ស្មើនឹង m អូមេហ្គាការ៉េគុណមួយ a អញ្ចឹងន័យថាម៉េចទម្ងន់ជាមួយនឹងបដកម្មបោះធុងទៅលើទឹកមានតួនាទីជាកម្លាំងចូលផ្ចិតបាទអញ្ចឹងកម្លាំងចូលផ្ចិតបានមកពីផលបូកនឹងកម្លាំង2គឺទី1គឺទម្ងន់របស់ទឹកហ្នឹងទី2រកអីគេនេះបដកម្មបោះធុងទៅលើទឹកបាទអញ្ចឹងពីកន្លែងហ្នឹងមកកន្លែងនេះខ្ញុំទាញរក n អ្នកគ្នា n ស្មើគេខ្ញុំលើក a នេះខ្ញុំលើក a mg មកខាងនេះគ្នាទៅចដោសញ្ញាទៅចដោវិញ m អូមេហ្គាការ៉េដក mg បាទអញ្ចឹងបានប៉ុណ្ណឹងអ្វីដែលសំខាន់គឺទី3នេះគឺលក្ខខណ្ឌដើម្បីឲ្យទឹកកុំឲ្យធ្លាក់លក្ខខណ្ឌវាគឺឲ្យកម្លាំងបដកម្មនេះធំជាងស្មើ0បើសិនបើវាស្មើ0មានន័យថាវាគេអ្នកគ្នាវាលែងទឹកហ្នឹងវាលែងប៉ះធុងទឹកលែងប៉ះធុងមានន័យថាទឹកធ្លាក់បាត់ហើយអញ្ចឹងដើម្បីឲ្យទឹកហ្នឹងរក្សានៅក្នុងធុងលុះត្រាតែបដកម្មហ្នឹងវាធំជាងស្មើ0មានន័យថា n ធំជាងស្មើ0មកខ្ញុំបាននេះគេបាទខ្ញុំបានប៉ុណ្ណេះធំជាងស្មើ0ណាខ្ញុំលើក mg មកខាងនេះមកនេះអូមេហ្គាការ៉េ a ធំជាងស្មើ mg បាទហើយបន្ទាប់មកទៀតគឺជំហានទី4គឺស្វែងវិសម័យការហ្នឹងបាទដោយសារតែវិសម័យការហ្នឹងខ្ញុំដឹងថានេះខ្ញុំដឹងទាំងម៉ាស់លឿនមុំកម្មគីឡូទំនាញដីគឺវិជ្ជមានចំណុចវិជ្ជមានទាំងអស់អញ្ចឹងខ្ញុំមិនបាច់ឆ្លើយតាមសិក្សាសញ្ញារបស់វាទេបាទជាទូទៅកន្លែងហ្នឹងគឺយើងត្រូវសិក្សាសញ្ញានៅគ្នាបាទសិក្សាសញ្ញាក៏បានឬមួយក៏វាមានមួយខាងដោយសារតែវាពួកវាជាប៉ាបូលអញ្ចឹងវាមានជានៅគ្នានេះវាមានមួយខាងនេះក៏ជាចម្លើយមួយខាងនេះក៏ជាចម្លើយដែរអញ្ចឹងដោយសារតែវាវិជ្ជមានអស់យើងសិក្សាតែមួយខាងនេះទេមិនបាច់សិក្សាខាងក្រោមនេះគ្នាបាទហ្នឹងហើយអញ្ចឹងខ្ញុំបាននេះគេខាងនេះគឺ m អូមេហ្គា r ដក mg ស្មើខ្ញុំធ្វើដល់នេះតែធំជាស្មើ0អញ្ចឹងខ្ញុំដកអូមេហ្គាការ៉េខ្ញុំលើក mg មកខាងនេះមកហើយខ្ញុំចែកនឹង m មួយ a នេះបាទម៉ាស់ហ្នឹងអាចស្មើ0ទេអាចសម្រួលបានអញ្ចឹងអូមេហ្គាដោយសារតែវាជាវិជ្ជមានហើយខ្ញុំស្រាយធម្មតាក៏បានដែរមិនបាច់សិក្សាសញ្ញាច្រើនទេគឺ z លើ a អញ្ចឹងថាអូមេហ្គាមីនវាស្មើនឹងឬការ៉េ z លើ a អញ្ចឹងថាដើម្បីឲ្យទឹកកុំឲ្យធ្លាក់យ៉ាងតូចបំផុតក៏យើងបវលឲ្យអាលបឿនមុំហ្នឹងស្មើទៅនឹងឬការ៉េទំនាញដីចែក1កម្មគីឡូដែរអញ្ចឹងស្មើគេអ្នកគ្នាគឺស្មើនឹង 9.8 ចែក 0.5 មកធ្វើលេខទៅវាឃើញ 4.43 រ៉ាត់យ៉ងក្នុងវិនាទីអញ្ចឹងទីបំផុតក៏ស្មើនឹង 4.43 រ៉ាត់យ៉ងក្នុងវិនាទីដែរបានទឹកអត់ធ្លាក់បាទអញ្ចឹងខ្ញុំត្រូវមើលកន្លែងនេះតិចទៀតអូមេហ្គាមីនវាស្មើនឹងឬការ៉េនៅ z នៅលើ a បាទអញ្ចឹងន័យថាម៉េច z វាថេហើយអញ្ចឹងនេះបើសិនបើ a ហ្នឹងកាន់តែធំបានន័យថាម៉េច a ហ្នឹងកាន់តែធំអាហ្នឹងអូមេហ្គាដែលចាំបាច់គឺកាន់តែតូចអញ្ចឹងថាកម្មគីឡូរបស់យើងកាន់តែធំពេលណាយើងបវលយឺតទៅបាទបើសិនបើនេះកាន់តែតូចទៅយើងត្រូវបវលកាន់តែលឿនបានទឹកកុំឲ្យធ្លាក់កន្លែងហ្នឹងបាទអញ្ចឹងយើងមើលទៅព័ត៌មានដែលវាប្រាប់ហ្នឹងគឺស្ថិតនៅក្នុងសម័យកាលហ្នឹងបាទហើយលបឿនប្រវែងអត់មានអីទេគ្នាលបឿនប្រវែងគាត់តែយកអូមេហ្គាហ្នឹងមកគុណមួយ a ទៅឃើញហើយបាទអញ្ចឹងវ៉េមីនរបស់យើងលបឿនប្រវែងលបឿនប៉ះហ្នឹងគឺតូចបំផុតគឺ2.2 ម៉ែត្រក្នុង1វិនាទីបាទអរគុណ